ថ្ងៃទី21បរិយាកាសនៃសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954សន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954ដែលចាប់ផ្ដើមបើកសម័យប្រជុំនៅថ្ងៃទី26ខែមេសាបានយកសំណុំរឿងឥណ្ឌូចិនមកជជែកពិភាក្សានៅថ្ងៃ8ឧសភាគឺបន្ទាប់ពីការចរចាស្ដីពីបញ្ហាប្រទេសកូរ៉េទាំងពីរបានទទួលបរាជ័យការពិនិត្យសំណុំរឿងឥណ្ឌូចិនបានចាប់ផ្ដើមប្រព្រឹត្តទៅមួយថ្ងៃក្រោយការដកថយចុះចាញ់នៃកងទ័ពបារាំងនៅចំពោះមុខកងទ័ពវៀតមិញនៅឌៀនបៀនភូដោយផ្អែកទៅលើឯកសាររបស់លោក Philip de Villiers និងលោក Jean Lacouture ខ្ញុំសូមធ្វើការពិពណ៌នាអំពីដំណើរប្រព្រឹត្តទៅនៃអង្គសន្និសីទហ្សឺណែវឆ្នាំ1954ដូចតទៅលោក Biddle រដ្ឋមន្ត្រីការបរទេសបារាំងនៅពេលនោះបានស្នើសុំឲ្យបញ្ចប់ការប្រយុទ្ធគ្នាដោយមានការធានាត្រឹមត្រូវប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការអន្តរជាតិនានាទន្ទឹមនឹងនោះលោក Biddle ក៏បានស្នើសុំឲ្យរដ្ឋពីរទៀតនៅឥណ្ឌូចិនដែលបានមកចូលរួមក្នុងអង្គសន្និសីទធានាការអនុវត្តកិច្ចព្រមព្រៀងនោះដែរខាងអ្នកចរចាបារាំងគេសុខចិត្តលើកឡើងតែពីបរាជ័យបារាំងខាងផ្នែកយោធាតែមួយមុខខាងផ្នែកនយោបាយបារាំងទទួលស្គាល់តែរដ្ឋវៀតណាមដែលបានត្រូវទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះគឺមិនព្រមធ្វើការចរចាដោយផ្ទាល់ជាមួយអង្គការវៀតមិញទេទោះបីមានវត្តមាននៃអ្នកតំណាងអង្គការនេះនៅក្នុងអង្គប្រជុំក្តីលោក Pham Van Dong អ្នកតំណាងអង្គការវៀតមិញបានស្នើសុំឲ្យអ្វីដែលលោកហៅថារដ្ឋាភិបាលប្រជាធិបតេយ្យនៃប្រទេសទាំងពីរទៀតគឺខ្មែរអិសរាជនិងអង្គការប្រទេសលាវចូលរួមក្នុងអង្គប្រជុំផងដែរដោយសំអាងថារដ្ឋាភិបាលទាំងនោះបានរំដោះទឹកដីនៃប្រទេសរបស់គេបានជាច្រើនតំបន់រួចទៅហើយលោក Pham Van Dong បានបញ្ជាក់ថាគេមិនអាចនិយាយអំពីអនាគតនៃប្រទេសកម្ពុជានិងប្រទេសលាវដោយគ្មានរដ្ឋាភិបាលទាំងនោះទេនៅពេលនោះលោក Molotov រដ្ឋមន្ត្រីការបរទេសសហភាពសូវៀតនិងលោក Chu Enlai រដ្ឋមន្ត្រីការបរទេសប្រទេសចិនប្រជាមានិតគាំទ្រសេចក្តីស្នើរបស់អ្នកតំណាងអង្គការវៀតមិញទាំងស្រុងប៉ុន្តែលោក Bedell Smith ខាងអ្នកតំណាងសហរដ្ឋអាមេរិកច្រានចោលសំណើរបស់លោក Pham Van Dong ទាំងស្រុងដោយសំអាងថាបញ្ហាអ្នកតំណាងនៅក្នុងអង្គសន្និសីទត្រូវបានសម្រេចមុនរួចអស់ហើយនៅពេលនោះការច្របូកច្របល់មួយបានស្ដែងចេញឡើងលោក Biddle អ្នកតំណាងបារាំងបាននិយាយថាតើអង្គប្រជុំត្រូវនិយាយចរចាជាមួយរដ្ឋាភិបាលខ្មោចឬយ៉ាងណាលោក Pham Van Dong ឆ្លើយតបនឹងលោក Biddle វិញថាកាលពីមុនលោក Biddle ក៏តែងតែចាត់ទុករដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតវៀតណាមជារដ្ឋាភិបាលខ្មោចដូចនេះដែរបន្ទាប់មកលោកសំសេរីអ្នកតំណាងប្រទេសកម្ពុជាបានថ្លែងបញ្ជាក់ថារដ្ឋាភិបាលប្រជាធិបតេយ្យប្រទេសកម្ពុជាពោលគឺចលនាខ្មែរអិសរាជដែលលោក Pham Van Dong បានលើកឡើងនោះមាននៅតែក្នុងអារម្មណ៍របស់បណ្ដារដ្ឋមន្ត្រីនៃប្លុកខាងកើតតែប៉ុណ្ណោះនៅក្នុងបរិយាកាសអាប់អួរនៃអង្គប្រជុំទីក្រុងហ្សឺណែវឆ្នាំ1954នោះឧត្តមសេនីយ៍ Bedell Smith ខាងភាគីសហរដ្ឋអាមេរិកនិងលោក Anthony អ្នកតំណាងប្រទេសអង់គ្លេសបានស្នើឲ្យយកបញ្ហានេះទៅជជែកនៅក្នុងអង្គប្រជុំនៃបណ្ដាប្រទេសមហាអំណាចនៅទីក្រុងប៊ែរឡាំងប៉ុន្តែលោក Molotov ខាងសហភាពសូវៀតឆ្លើយថាបើយកបញ្ហានេះទៅជជែករវាងប្រទេសមហាអំណាចនៅទីក្រុងប៊ែរឡាំងគឺមិនមែនជជែករវាងមហាអំណាច4ប៉ុណ្ណោះទេតែត្រូវមានប្រទេសមហាអំណាច5ព្រោះប្រទេសចិនប្រជាមានិតក៏មានចែងយ៉ាងច្បាស់នៅក្នុងអត្ថបទទីក្រុងប៊ែរឡាំងដែរហើយប្រទេសចិនជាប្រទេសមហាអំណាចដែលបានអញ្ជើញសហរដ្ឋប្រជាធិបតេយ្យវៀតណាមឲ្យចូលរួមក្នុងអង្គប្រជុំផងដែរដោយការជជែករកច្រកចេញមិនឃើញលោក Anthony Eden ក៏ប្រកាសបិទអង្គប្រជុំសិនហើយការជជែកបន្តនឹងប្រព្រឹត្តទៅនៅថ្ងៃទី10ខែឧសភាដដែលទោះបីមានការខ្វែងគំនិតគ្នាអំពីនីតិវិធីក្តីក៏អង្គប្រជុំបានប្រព្រឹត្តបន្តទៅទៀតរហូតដល់ថ្ងៃទី21ខែកក្កដាប៉ុន្តែនៅរាត្រីថ្ងៃទី21ដល់ថ្ងៃទី22ខែកក្កដានោះលោកសំសេរីបានធ្វើការតវ៉ាយ៉ាងតឹងតែងដើម្បីផ្ដល់ទៅឲ្យឯករាជ្យខ្មែរនៅចំណុចសំខាន់ថែមទៀតគឺឯករាជ្យដែលអន្តរជាតិទាំងមូលត្រូវទទួលស្គាល់មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី14ខែកញ្ញាឆ្នាំ1955ប្រទេសកម្ពុជាបានត្រូវអនុញ្ញាតឲ្យចូលទៅក្នុងអង្គការសហប្រជាជាតិរីឯនយោបាយអព្យាក្រឹតរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុក៏បានត្រូវគេទទួលយល់ព្រមផងដែរនៅពេលជាមួយគ្នានោះសូមបញ្ជាក់ថាសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954
បានកំណត់នៅកិច្ចព្រមព្រៀងសំខាន់មានជាអាចចំពោះឥណ្ឌូចិនការរៀបចំការបោះឆ្នោតសភាការបែងចែកប្រទេសវៀតណាមជារដ្ឋពីរដាច់ពីគ្នាដោយកម្រិតយកត្រង់ខ្សែស្របទី17កងទ័ពវៀតមិញទាំងអស់ដែលបានធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជាត្រូវដកចេញពីទឹកដីកម្ពុជាទាំងអស់ក្នុងថេរវេលា3ខែរីឯកងទ័ពវៀតមិញដែលធ្វើប្រតិបត្តិការនៅវៀតណាមខាងត្បូងត្រូវដាក់អាវុធហើយចូលរួមរស់ក្នុងសង្គមជាជនស៊ីវិលសូមកត់សម្គាល់ថាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវទោះបីពុំបានត្រូវសហរដ្ឋអាមេរិកចុះហត្ថលេខាក្តីក៏ជាការដោះបញ្ហាការប្រជែងកម្លាំងរវាងមហាអំណាចខាងលិចនិងមហាអំណាចខាងកើតបានមួយរយៈពេលដែរព្រោះតាមការពិតទៅគឺគ្រាន់តែជាការឈប់សម្រាកមួយពេលតែប៉ុណ្ណោះទេទោះជាយ៉ាងនេះក្តីគេសង្កេតឃើញថាបញ្ហាដកកងទ័ពបរទេសបញ្ហាឯករាជ្យឬអព្យាក្រឹតអាចត្រូវដោះស្រាយទៅបានគឺទាល់តែមានការចរចារវាងប្រទេសមហាអំណាចពោលគឺការយល់ព្រមពីអ្វីដែលនៅក្នុងរឿងបុរាណខ្មែរគេតែងហៅថាពពួកទេវៈព្រះឥន្ទព្រះព្រហ្មម្ខាងនិងម្ខាងទៀតពពួកអប្សរាគឺពពួកយក្សដូចជាក្រុងរាមឬទសមុខជាដើម